សូមគោរពលាភសួរនិងស្វាគមន៍បងប្អូនសាយថ្មីមកកាន់ការវិភាគហាងឆេមីអន្តរជាតិសម្រាប់ថ្ងៃទី18ខែសីហាឆ្នាំ2026ហាងឆេមីនៅព្រឹកថ្ងៃទី18នេះអន្តរជាតិនៅតម្លៃ$4,390ក្នុង1អោនស្មើប្រហែលតម្លៃហាងឆេមីខ្មែរយើងគឺ$5,289នៅក្នុង1តម្លឹងឬក៏$528នៅក្នុង1ជីអញ្ចឹងហាងឆេមីកាលពីព្រឹកម្សិលនិងព្រឹកនេះគឺរក្សាតម្លៃដដែលដោយសារទីផ្សារមិនទាន់មានការប្រែប្រួល break ឆ្ងាយពីតំបន់4,300ទៅកាន់តំបន់4,400អញ្ចឹងឥឡូវយើងចូលមកដល់ការវិភាគបច្ចេកទេសដើម្បីរកតំបន់ទិញនិងលក់វិញម្ដងបាទអញ្ចឹងយើងមើលទៅលើទំនោរទិសដៅរបស់ត្រង់គឺនៅដដែលគឺ bullish consolidation មានន័យថាទំនោរទិសដៅឡើងប៉ុន្តែរងចាំព្រឹត្តិការណ៍ណាមួយដើម្បី break out ឬក៏ reversal បាទអញ្ចឹងនៅក្នុងថ្ងៃនេះគឺយើងរក្សាតំបន់ទិញលក់ដដែលហើយដោយការពីម្សិលមិញព្រឹកមិញនេះមាសបានឡើងទៅចោលតំបន់លក់ទី1របស់យើងគឺ4,435និងតំបន់4,450យើងឃើញហើយថាមាសបានឡើងទៅដល់ resistance ស្រាប់តែបកធ្លាក់ចុះមកវិញជាង$30នៅក្នុង1អោនតែម្ដងបាទអញ្ចឹងតំបន់ទិញនិងលក់ថ្ងៃនេះគឺយើងរក្សាដដែលដោយសារទីផ្សារនៅ consolidation នៅចន្លោះតំបន់ support and resistance ចន្លោះតំបន់4,300ទៅកាន់តំបន់4,430ឬក៏4,450អញ្ចឹងថ្ងៃនេះយើងនៅរងចាំទិញតំបន់ទី1ដដែលបើក្នុងករណីទីផ្សារអាចបន្តធ្លាក់ចុះមកទៀតបងប្អូនអាចរងចាំទិញនៅតំបន់ទី1របស់យើងគឺតំបន់4,360មកកាន់តំបន់4,350ដែលជា strong support និង resistance អញ្ចឹងក្នុងករណីដែលទីផ្សារធ្លាក់ដល់តំបន់នេះបងប្អូនអាចចាំទិញបានហើយបងប្អូនគួរប្រើ stop loss ក្រោមតំបន់4,350អាចជា45ក៏បាន40គុតក៏បានហើយ take profit បងប្អូនអាចយកត្រឹមតែតំបន់4,380ក៏បានដែរបាទសម្រាប់តំបន់ទិញទី2របស់យើងគឺតំបន់4,315មកកាន់តំបន់4,300កន្លែងនេះគឺជាតំបន់ដែលទីផ្សារ cycle G level ក្នុងករណី break តំបន់ទី1មាននឹងមករកតំបន់ទី2បងប្អូនចាំទិញហើយ take profit វិញគឺតំបន់$4,360នៅក្នុង1អោននៅតំបន់ទិញចុងក្រោយរបស់យើងក៏ទីផ្សារអត់ទាន់បានមកដល់ដែរពីសប្តាហ៍នេះគឺតំបន់4,200មកកាន់តំបន់$4,270នៅក្នុង1អោនអញ្ចឹងចន្លោះពី4,280មកកាន់តំបន់4,270នេះក្នុងករណីទីផ្សារ break តំបន់ទី2នេះទីផ្សារនឹងមករកតំបន់ទី3អញ្ចឹងបងប្អូនអាចចាំទិញកន្លែងនេះហើយប្រើ stop loss ក្រោមតំបន់4,270អាចជា4,260ក៏បានដែរហើយ take profit បងប្អូនយក4,300ឬក៏$4,315ក្នុង1អោនសម្រាប់តំបន់លក់ដោយសារព្រឹកនេះទីផ្សារឡើងមកដល់តំបន់យើងទី1បាត់ទៅហើយអញ្ចឹងតំបន់នេះគឺនៅតែអាចលក់បានទៀតប៉ុន្តែគ្រាន់ថាបើឡើងទៅម្ដងទៀតគឺអាចនឹងធ្លាយតែម្ដងអញ្ចឹងតំបន់លក់ early របស់យើងគឺនៅតំបន់4,335ទៅកាន់តំបន់4,430នេះគឺនៅតែអាចលក់បានប៉ុន្តែ warning ទីផ្សារងាយនឹង break out តែបើចាំលក់ល្អហ្មងគឺ$4,450នៅក្នុង1អោនទៅកាន់តំបន់$4,460ក្នុង1អោនហើយតំបន់លក់ទី2គឺតំបន់$4,490ទៅកាន់តំបន់4,500កន្លែងនេះគឺទីផ្សារអត់ទាន់ទៅដល់ទេប៉ុន្តែក្នុងករណីទៅដល់បងប្អូនអាចលក់បានហើយប្រើ stop loss លើតំបន់4,510ឬក៏4,505ក៏បានដែរតំបន់លក់ចុងក្រោយរបស់យើងគឺតំបន់4,550ទៅកាន់តំបន់4,560កន្លែងនេះទីផ្សារក៏មិនទាន់ទៅដល់ដូចគ្នាប៉ុន្តែបងប្អូននៅក្នុងករណីទីផ្សារ break ដល់តំបន់នេះមានន័យថាទីផ្សារបានបន្ត break range ទៅជា uptrend បន្តទៀតអញ្ចឹងក្នុងករណីយើងចង់លក់គឺយើងត្រូវតែ confirm ជាមួយនឹង bearish candlestick ឬក៏ break of structure លើ time frame តូចអាចជា1នាទីក៏បាន5នាទីក៏បានអញ្ចឹង headផលដែលធ្វើឲ្យមាសឡើងមករយៈកាលមកនេះគឺដោយសារទី1ទិន្នន័យសេដ្ឋកិច្ចអត់សូវល្អសង្គ្រាមអាមេរិកជាមួយអ៊ុរ៉ង់មានភាពស្ងប់ស្ងាត់អញ្ចឹងយើងឃើញដុល្លារចាប់ផ្ដើមចុះខ្សោយជំរុញឲ្យហាងឆេមីមានការឡើងមកវិញប៉ុន្តែសង្គ្រាមអាមេរិកជាមួយអ៊ុរ៉ង់អត់ទាន់ចប់ទេគ្រាន់តែផ្អាកសិនទេអញ្ចឹងក្នុងករណីមានការវិវត្តណាមួយថ្មីទីផ្សារនឹងប្រែប្រួលខ្លះអញ្ចឹងចុងក្រោយសូមជូនពរបងប្អូនទាំងគ្នាឲ្យចូលជិះដូរចំណេញគ្រប់គ្នាសូមអរគុណ